គ្រាន់តែបើកក្បាលវីដេអូមកបងប្អូនខ្លះគឺគាត់ស្គាល់ហ្មងថានៅក្នុងវីដេអូរបស់ខ្ញុំនេះគឺខ្ញុំបានទៅលេងនៅណាហើយសម្រាប់បងប្អូនដែលអត់បានទៅបងប្អូនអាចទាយបានថានៅក្នុងវីដេអូរបស់ខ្ញុំនេះគឺនៅកន្លែងណាដែរនិយាយពីថាទេសភាពបងប្អូនអើយស្អាតមែនតែនហ្មងហើយគ្រាន់តែមកដល់គឺមានអារម្មណ៍ថាស្រស់ស្រាយហ្មងភ្លេចអស់ទុកកង្វល់ហ្មងនិយាយទៅ relaxing ហ្មងបងប្អូនគ្រាន់តែមកដល់ភ្លាមឮសំឡេងរលកទឹកសមុទ្រហើយនឹងខ្យល់បរិសុទ្ធនិយាយពីថាអូយត្រជាក់ចិត្តហ្មងហើយនៅនេះដែរកាលពីមុនគឺល្បីរឿងម្ហូបអាហារថ្លៃនឹងហ្មងប៉ុន្តែគឺខ្ញុំមិនដែលបានមកទេគឺខ្ញុំគ្រាន់តែឮគេនិយាយថានៅនេះម្ហូបអាហារថ្លៃអីអញ្ចឹងហើយនេះក៏ជាលើកទី1ដែរសម្រាប់ខ្ញុំគឺខ្ញុំមិនដែលបានមកទេនិយាយទៅនៅត្រឹមពេញនេះសោះនឹងបងប្អូនគៀកទេប៉ុន្តែអត់ដែលបានមកអញ្ចឹងណានិយាយទៅមកតវិលល្ងាចនឹងក៏តន់ដែរឥឡូវមកដល់ហើយណាគឺនៅឆ្នេរកែបនឹងឯងបងប្អូនឥឡូវនេះគ្រួសារខ្ញុំកំពុងទៅរកកន្លែងចតឡានបន្ទាប់ពីចតឡានរួចរាល់ហើយឥឡូវនេះគឺថាក្មេងៗរបស់ខ្ញុំនឹងបានចុះពីលើឡានហើយគ្រាន់តែឃើញទឹកសមុទ្រណានិយាយពីថាអសប្បាយមែនតែនហ្មងនិយាយទៅពួកគាត់អត់ដែលបានទៅលេងនៅទឹកសមុទ្រទេគឺធ្លាប់តែនាំគាត់ទៅលេងទឹកអាងនៅទីក្រុងភ្នំពេញនិងគៀកភ្នំពេញអីអញ្ចឹងនិយាយទៅអត់ដែលបាននាំគាត់ទៅលេងនៅកំពង់សោមឬក៏មកឆ្នេរកែបនេះទេគ្រាន់តែចតឡានហើយចុះមកគឺថារៀបចំកន្លែងញ៉ាំអីតែម្ដងណាគឺថាអត់ទាន់បានទៅលេងទឹកទេបងប្អូនដោយសារតែមកដល់គឺដល់ពេលបាយល្មមហើយឃ្លានមែនតែនហ្មងហើយម្ហូបអាហារនេះដែរគឺខ្ញុំបានទិញពីទីរួមខេត្តកំពតមកគឺខ្ញុំអត់បានទិញនៅនេះទេគឺខ្ញុំជួលតែកន្លែងទេហើយកន្លែងនេះដែរគឺមួយកន្លែងហ្នឹងគេយក 40000 អញ្ចឹងតែបើយើងកំងម្ហូបគេគឺគេអត់គិតលុយថ្លៃកន្លែងហ្នឹងទេប៉ុន្តែយើងត្រូវកំងម្ហូបគេចាប់ពី2មុខឡើងហើយម្ហូបគេក្នុងមួយមុខនោះគឺខ្ញុំមើលម៉ឺនុយគេទៅឃើញថាមួយមុខមាន 65000 ទៅ 75000 សម្រាប់បងប្អូនគិតថាតម្លៃប៉ុណ្ណឹងថ្លៃអត់បើសម្រាប់ខ្ញុំគិតថាអត់ថ្លៃទេដោយសារតែខ្ញុំកំងម្ហូបពីទីរួមខេត្តកំពតមកគ្រាន់តែក្តាមឆាមីសួរនោះគឺមួយមុខ 50000 ជាងបាត់ឯហ្នឹងហើយនៅបកាស្រស់ទៀតនិយាយទៅគឺអស់ច្រើនដែរបើគិតទៅបើទិញម្ហូបនៅនេះគឺយើងអត់អស់លុយថ្លៃកន្លែងទៀតអញ្ចឹងទៅគឺអស់ប្រហែលតែគ្នាហ្នឹងអញ្ចឹងតម្លៃម្ហូបនៅឆ្នេរកែបនេះថ្លៃឬអត់ស្រេចលើការគិតរបស់បងប្អូនទេមកមើលកូនៗរបស់ខ្ញុំវិញគ្រាន់តែញ៉ាំបាយហើយគឺរត់រសដៅទឹកហ្មងនិយាយទៅក្មេងៗគឺគាត់ចូលចិត្តលេងទឹកមែនតើទឹកនៅឆ្នេរកែបនេះដែរគឺអត់ថ្លាទេបងប្អូននៅឡើងល្អហ្មងដោយសារតែមានមនុស្សច្រើនផងក៏មិនដឹងដែរដោយសារតែវីដេអូនេះគឺខ្ញុំទៅតាំងពីខែភ្ជុំតែទោះជាទឹកល្អប៉ុណ្ណាក៏ពួកគាត់នៅតែចង់លេងដែរនិយាយទៅគាត់អត់ឈ្នះហ្មងហើយពួកគាត់ក៏អត់ហ៊ានទៅលេងនៅកន្លែងទឹកជ្រៅអីដែរបងប្អូននៅតែគៀននឹងឯងដោយសារតែពួកគាត់គឺអត់ចេះហែលទឹកទេហើយសម្រាប់មនុស្សចាស់ដូចជាប៉ាម៉ាក់វិញគឺថាភ្នែកអត់មានភ្លេចទេបងប្អូនហើយកលេចមើលជាប់តែម្ដងមកដើរលេងនេះគឺមកមើលតកូនទេតើអ្នកមានកូនតូចៗអញ្ចឹងបានយល់អារម្មណ៍មួយនេះនិយាយទៅបើដើរលេងវិញរកតែកន្លែងណាដែលកូនគាត់ចូលចិត្តទេនិយាយទៅដើរលេងគឺមិនតម្រូវចិត្តខ្លួនឯងទេទៅកន្លែងណាដែលក្មេងៗគាត់ចង់ទៅលេងអញ្ចឹងហើយបើសម្រាប់កូនរបស់ខ្ញុំវិញឲ្យតែកន្លែងណាមានទឹកគឺគាត់ចង់ទៅហើយតែបើថាអត់មានទឹកវិញគឺគាត់អត់ចង់ទៅលេងទេជាពិសេសកូនពៅរបស់ខ្ញុំនឹងតែម្ដងឃើញទឹកអត់បានទេហើយបើខ្សាច់វិញក៏គាត់ចូលចិត្តដែរគឺនាំគ្នាពូនខ្សាច់លេងអញ្ចឹងមិនថានាំពួកគាត់មកលេងឆ្នេរកែបនេះគឺត្រូវចិត្តពួកគាត់តែម្ដងដល់ម៉ោងទៅផ្ទះហើយពួកគាត់អត់ព្រមទៅទេគឺពួកគាត់សុំតម៉ោងរហូត1ម៉ោងហើយគឺថែម1ម៉ោងទៀតរហូតតម៉ោងឡើងជិត7បានទៅឡើងល្ងឹតហ្មងហើយសម្រាប់បន្ទប់ទឹកគេវិញគឺមានកន្លែងទឹកសាបសម្រាប់ឲ្យយើងមុជទឹកសម្អាតខ្លួនអញ្ចឹងហើយម្នាក់គឺ2000រៀលសម្រាប់មនុស្សចាស់ហើយសម្រាប់កូនក្មេងវិញគឺគេយកតែ1000ទេហើយនេះក៏ជាវីដេអូដែលខ្ញុំធ្វើជាប្លុកទុកសម្រាប់ជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងអញ្ចឹងអរគុណច្រើនបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតណា